ឥឡូវខ្ញុំទៅការហោះជាមួយដ្រូនហ្នឹងណាបញ្ឆេះម៉ូទ័រវាមកឃើញនេះម៉ូទ័រវាវល់ហើយចាំមួយទៀតស្រាប់យើងរៀនលេងឈរពីក្រោយបែបហ្នឹងណានេះបែរកាមេរ៉ាទៅត្រង់ហ្នឹងមកព្រោះចូលស្វែងនេះមិនណាព្រោះអញ្ចឹងស្រាប់យើងយកទៅប្រើប្រាស់យកអីគឺលយមែនតើហើយអេក្រង់វាគឺមើលឃើញច្បាស់ល្អណាស់នេះក្នុងវីដេអូនេះយើងមកបើកជាមួយនឹង drone F22S ជំនាន់ទី3អានេះ Series XR តែលេងមេក្រង់ណាស់គ្នាអើយអធិស្ឋានមែនតើវីដេអូនេះយើងធ្វើ LED ខ្លាំងមែនតើតែឥឡូវអត់ជាបញ្ហាទេយើងនឹងបង្ហាញវីដេអូនេះអំពី drone ហ្នឹងហើយជាមួយនឹង switch delay ដែរនិយាយទៅ drone នេះគឺ F22S 3ធម្មតាទេគ្រាន់តែថាវាមាន delay ក្រង់ណាស់គ្នាបើថា switch កាមេរ៉ាក៏ដូចជាអាចថាការហោះហើរចម្ងាយផ្សេងៗគឺដូចទៅនឹងអា Series F22S ជំនាន់ទី3 Pro អញ្ចឹងឥឡូវកុំមកខាតពេលយូរយើងមើលជួយប្រអប់វាមកត្រួសហើយយើងទៅមើលជាមួយនឹងខាងក្នុងហ្មងថាវាស្អាតប៉ុណ្ណាខ្ចប់យ៉ាងម៉េចដែរអញ្ចឹងនេះគឺ drone ហើយនៅខាងលើមានឈ្មោះថា F22S ជំនាន់ទី3 XR ទៀតប្រភេទពួកនេះ 3 axis gimbal ដែលធ្វើឲ្យការថតវីដេអូថតរូបភាពរបស់យើងគឺបាន smooth ហើយងាយស្រួលក្នុងការប្រើប្រាស់ផ្សេងៗឥឡូវយើងធ្វើការបើកវាណាអញ្ចឹងនៅប្រអប់ខាងលើនៅខាងក្នុងវាទទួលបានជាមួយនឹងប្រអប់ពណ៌សមួយទៀតឥឡូវយើងដកមកថាប្រអប់ក្នុងហ្នឹងវាមានអីគេខ្លះនេះគឺមកប្រអប់ហ្នឹងយើងទទួលបានជាមួយនឹងកាបូបវាមួយទៀតជាមួយកាបូបវាកាបូបវាស្អាតមែនទែននេះប្រភេទកាបូបយួរដៃហើយយើងអាចស្ពីបានទៀតជាមួយនឹងកាបូបរបស់វាហ្នឹងអានេះគឺទទួលបានជាមួយនឹង plastic មួយទៀតថង់ plastic វាហើយយើងអាចដកជាមួយនឹងថង់ plastic នេះមកណាគឺជាកាបូបរបស់វាអញ្ចឹងកាបូបវាគឺឃើញថាលយមែនទែនពណ៌ខ្មៅនៅទាំងនេះប្រភេទខ្មៅគ្រើមហើយប្រភេទនេះត្រូវទឹកមកគឺអត់ជាបញ្ហាអប៉ះពាល់ដល់ drone ទេហើយប្រភេទយួរដៃនេះក្រៅយួរដៃគឺមានប៉ុងទៀតអញ្ចឹងងាយស្រួលក្នុងការកាន់ហើយនេះគឺកលឹះសម្រាប់យើងចាប់ស្ពាយវាមានខ្សែស្ពាយយើងហើយក្នុងនឹងតែម្ដងយើងហូតជាមួយនឹងខ្សែមួយទៀតដើម្បីយើងឃើញខាងក្នុងវានៅខាងក្នុងវានេះយើងទទួលបានជាមួយនឹងសភៅណែនាំខាងនេះអានេះសភៅណែនាំនេះសភៅណែនាំហ្នឹងមកប្រអប់តែម្ដងហើយយើងដកសភៅណែនាំហ្នឹងមើលនិយាយទៅបង្ហាញថាមួយឈុតហ្នឹងវាមានអីខ្លះមកសភៅណែនាំហើយយើងឃើញជាមួយនឹងថង់ plastic មួយនេះមិនថង់ plastic ដូចកណាត់ចឹងណានេះគឺខ្ចប់ទៅលើតេឡេតែម្ដងនេះគឺជាតេឡេវាខ្ចប់អែមែនតើវាការពារឆ្កូតការពារផ្សេងហើយអានេះគឺមិនមែនសារកាបូបវាឆ្កូតទេណាគឺកាបូបវាមានតង្កាំញ៉ៃទៀតវាការពារពីបេតុងហ្មងចឹងទៅធ្វើឲ្យការវាខ្ចប់វាគឺលយខ្លាំងមែនទែនហើយយើងទទួលបានជាមួយនឹងស្លាបសកួរមួយឈុតហើយទទួលបានជាមួយនឹងខ្សែសាកអានេះគឺជាខ្សែសាកក្បាលជួយ stick គេឲ្យសកួរទៀតហើយយើងឃើញជាមួយនឹង drone តែម្ដងបើកអាស្ទះមកគឺយើងឃើញ drone យើងហើយ drone ក៏វាដាក់ស្ទះនឹងការពារដែរនេះគឺ drone របស់យើងតែម្ដងអញ្ចឹងយើងធ្វើការដកជាមួយនឹង drone នេះមកហើយខាងក្នុងវាអស់អ្នកគ្នាសម្រាប់ខ្សែស្ពីវាមានណាអានេះគឺមួយឈុតរបស់ drone នឹងតែម្ដងគឺយើងទទួលបានជាមួយនឹង tele មានជាមួយនឹងសភៅណែនាំខ្សែក៏ដូចជា slab ហើយ drone មួយឈុតតែម្ដងឥឡូវយើងធ្វើការ set up វាដើម្បីឲ្យស្គាល់គ្នាជាមួយនឹង drone ក៏ដូចជា tele ផ្សេងៗនេះខ្ញុំធ្វើការបើកជាមួយ drone យើងហើយ set up ជាមួយ tele ណានេះ drone យើងអាចដោះមកស្ទះវានិយាយទៅដៃវាចង់បើកខាងណាមុនក៏បានដែរអត់មានទើសគ្នាតែម្ដងដៃវាហ្នឹងចឹងយើងបើកដៃបើកអេលីត្រឹមត្រូវកលាក់របស់វាមកយើងធ្វើការដោះជាមួយនឹង case កាមេរ៉ាសិននេះ case កាមេរ៉ាវាយើងច្បាស់ត្រូវកលាក់អូខេហើយនេះគឺជាកាមេរ៉ាវានិយាយទៅ drone ហ្នឹងគឺ F22S 3តែម្ដងដូរតែ tele ទេហើយ tele វាគឺអាចប្រើបានជាមួយនឹង F22S 3 F22S 2ក៏ដូចជា F11S 4K Pro Plus ចឹងទៅចាំមើលខ្ញុំធ្វើវីដេអូខ្លីៗដល់គ្នាមើលទៀតកាមេរ៉ាវាគឺ 3 axis gimbal កម្រិត 4K 30 frame យើងយកថតរូបថតវីដេអូគឺបាន smooth មែនទែនម៉ូទ័រវិញគឺម៉ូទ័រ Brasselet ម៉ូទ័រធំដែលធ្វើឲ្យការហោះហើរវាបាននឹងល្អក៏ដូចជាខ្លាំងជាមួយនឹងខ្យល់ខាងលើនេះគឺជាថ្មវាគឺទំហំធំអាចហោះបានដល់41នាទីជាមួយនឹងថ្មវាមួយគ្រាប់បែបនេះសម្រាប់ tele វិញគឺអេក្រង់វានិយាយទៅ clean មែនតើអ្នកនរគ្នានៅខាងក្រោមមានជាមួយនឹងកន្លែងចាប់ខ្សែក្នុងការពាក់ខ្សែពាក់កគឺ joystick ក្នុងការបញ្ជាប៊ូតុងបិទបើកប៊ូតុង return home ហើយនឹងល្បឿនផ្សេងៗសម្រាប់នេះគឺសេរីល្បឿនចង់យឺតចង់លឿនអញ្ចឹងទៅវាមាន normal មាន sport មានអីអញ្ចឹងទៅហើយកន្លែងលើនេះគឺថតវីដេអូថតរូបនេះគឺ zoom អ្នកនរគ្នាមានន័យយើងចង់ zoom វាចិត្តឬ zoom ឆ្ងាយអានេះសេរីកាមេរ៉ាចូលឡើងក៏ដូចជា joystick ហើយមាន C1 C2 ទៀតលយមែនទែនដូចទៅនឹងបោះ DJI ទាំងស្រុងតែម្ដងឥឡូវយើងបើកជាមួយ drone មុនបើកខ្ញុំដាក់ចាប់ joystick សិនណាក្បាល tele ខាងលើនេះដោះចេញពីក្រោយនេះយើងបួចូលនេះមកឥឡូវខ្ញុំធ្វើការបើក drone អ្នកនរគ្នាប៊ូតុងខាងលើហ្នឹងចុចវាជាប់មកប្រហែលជា3វិនាទីទេវាដើរថ្មពេញវានឹងធ្វើការបើក drone តែម្ដងបើកលើស្រីទឺទៅអត់ហើយវាលោតភ្លើហ្នឹងហើយលើ remote control នេះចុចប៊ូតុងនេះចុចវាមួយឲ្យបង្ហាញភ្លើបែបនេះចុចមួយទៀតឲ្យជាប់មកវាឡើងពេញគឺវាធ្វើការបើកតែម្ដងជាមួយនឹង drone ជាមួយនឹង tele មួយនេះនិយាយទៅនៅខាងក្រៅវាចាំងពលឺទៀតអ្នកនរតែអត់អីទេយើងឃើញអេក្រង់វាបើនៅក្រៅហ្មងគឺអេក្រង់វាមើលច្បាស់ធម្មតាណាមើលច្បាស់ធម្មតាទេសំខាន់មានខ្យល់ខាងក្រោយទៀតជួយតម្លាក់កម្ដៅកុំឲ្យ tele ឡើងក្ដៅខ្លាំងឥឡូវយើងចាំវាប្រហែលជា1នាទីមកដើម្បីឲ្យ drone មួយ tele វាស្គាល់គ្នាបង្ហាញរូបភាពបង្ហាញផ្សេងសម្រាប់អានេះឥឡូវនេះគឺឃើញថាវាកំពុងតែដំណើរការណានេះគេ
វា load ឥឡូវ load ឲ្យយើងពវល់ drone ហ្នឹងនេះអញ្ចឹងយើងធ្វើការពវល់តាមវាមកវា load ឲ្យយើងលើកបឆោហើយយើងពវល់វាមកស្ដាប់បែបនេះពវល់វាវងបែបហ្នឹងអញ្ចឹងយើងលើកតាមវាមកវាធ្វើបែបនេះយើងធ្វើបែបតាមវាឥឡូវខ្ញុំសុំលើកវាឡើងហើយខ្ញុំពវល់តាមវាមកវាឲ្យយើងពវល់បែបនេះនិយាយទៅដូចគ្នាទាំងអស់ហ្នឹងនេះការពវល់ដូចគ្នាទាំងអស់ហ្នឹងនេះអាចធ្វើតាមខ្ញុំក៏បានដែរហើយយើងអាចលើកវាបឆោពវល់វាមកស្ដាំទៀតពវល់មកស្ដាំណានេះពវល់ទៅឆ្វេងណាអញ្ចឹងទៅត្រូវកលាក់វាត្រូវកលឹះវាទៅទីទិតយើងដាក់តាមវាមកដាក់ស្មើកលាក់វាមកធ្វើជាមួយនឹងកាមេរ៉ាវាបានឃើញកាមេរ៉ាណានេះនេះគឺកាមេរ៉ាវាហើយអធិស្ឋានមែនតើនាងចាំងពលឺទេចាំងថ្ងៃណានេះពួកខ្ញុំថតម៉ោង 4 និង 5 ហ្នឹងអានេះគឺដោយសារចិត្តអត់សូវច្បាស់អញ្ចឹងឥឡូវខ្ញុំបង្ហាញទិន្នន័យលើអេក្រង់តែម្ដងអ្នកនេះបានដឹងអូខេអញ្ចឹងសម្រាប់ទៅលើ remote control វិញគឺកន្លែងនេះគឺវាពាក្យ normal ដោយសារតែវាកំពុងតែនៅ mode ធម្មតាអ្នកនេះហើយដាក់ ready to fly ហ្នឹងគឺដោយសារតែវាចាប់បាន GPS ហើយចឹងទៅវាអាចឲ្យយើងហោះហើរបានហើយប្រព័ន្ធ GPS គឺ24បាទគឺខ្ពស់មែនតើធ្វើឲ្យការហោះហើរ smooth អានេះគឺចង្ងាយពី tele មក drone គឺពេញថ្ម drone គឺ 53% នេះនេះគឺជាថ្ម drone ហើយម្យ៉ាងទៀតគឺវាមានប៊ូតុងផ្សេងប៊ូតុងនេះគឺមិនទាន់ព្រើយទេសម្រាប់អ្នកលេងដំបូងគឺខ្ញុំណែនាំឲ្យចេះតែថតរូបក៏ដូចជាថតវីដេអូផ្សេងបានហើយយើងអាចសេរីទៅថតវីដេអូថតរូបណាហើយនេះគឺជាកន្លែង switch memory ម្យ៉ាងទៀតវាមានជាមួយនឹង map អា map នេះយើងមិនទាន់មើលក៏បានដែរ map នេះខ្ញុំជ្រើសធ្វើវីដេអូលម្អិតបន្ថែមទៀតសម្រាប់អក្សរ H នេះវិញអក្សរ H នេះគឺកម្ពស់អ្នកនេះបើយើងចង់ហោះចង់នៅកម្ពស់ប្រហែលយើងអាចមើលឡើងបានអក្សរ D នេះគឺចង្ងាយហើយស្រាប់លើហ្នឹងគឺលបឿនវានេះលបឿនវាប្រហែលម៉ែត្រក្នុងវិនាទីប្រហែលម៉ែត្រម៉ាគីឡូម៉ែត្រក្នុង1ម៉ោងជាងទៅឥឡូវខ្ញុំទៅការហោះជាមួយ drone ហ្នឹងណាបញ្ឆេះ motor វាមកឃើញនេះ motor វាវល់ហើយខ្ញុំអូស joystick អាឆ្វេងនេះឡើងបញ្ជាក់មួយទៀតស្រាប់យើងរៀនលេងឈរពីក្រោយបែបហ្នឹងនេះបែរកាមេរ៉ាទៅត្រង់បែបហ្នឹងមកព្រោះ joystick អាឆ្វេងនេះមកណាព្រោះឡើងមកនេះព្រោះដល់កម្ពស់1ម៉ែត្រកន្លះ2ម៉ែត្រទៅឃើញថាវាហោះនឹងល្អមែនតើអញ្ចឹងស្រាប់យើងយកទៅប្រើប្រាស់យកអីគឺលយមែនតើហើយអេក្រង់វាគឺមើលឃើញច្បាស់ល្អណាស់នេះមើលឃើញច្បាស់ល្អនៅក្រៅនៅក្នុងនេះអង្គពលឺទេព្រោះថតទូរស័ព្ទទៅអាហ្នឹងអញ្ចឹងវាអង្គពលឺទេដឹងថានៅក្រៅវាច្បាស់ល្អដែរនៅឃើញហើយគឺការហោះហើរវានឹងល្អមែនតើ F8PS ចំណុចទី3យើងហើយនេះគឺជា drone ចឹងយើងបាយមកមើលមុខវាតិចមកនេះតម្លៃវាត្រឹមតែ300ស្ដើងទេបានតលេអេក្រង់បានជាមួយនឹង drone ដែលមានជាមួយនឹង motor ប្រើ flash កាមេរ៉ាវិញគឺ Amstrad មែនតើអា drone មួយនេះចឹងគឺលយមែនតើពេលទៅស្រាប់ការបញ្ជាយើងនៅនេះការបញ្ជាស្រួលទេបើនេះដូច drone នេះឃើញអត់ឃើញនៅកតុយនេះអត់អញ្ចឹងស្រាប់យើងចង់ឲ្យវាហោះឡើងយើងរុញវាឡើងមកគឺវាឡើងរុញវាចុះគឺវាចុះនៅនេះរុញជាប់ចុះរុញឲ្យជាប់លឺឡើងអញ្ចឹងទៅឥឡូវខ្ញុំចុះមកវិញមកបើចង់ងាកក្បាលមកឆ្វេងហ្នឹងងាកក្បាលមកខាងឆ្វេងយើងអាចរុញមកងាកនេះឃើញនេះយើងរុញងាកគឺត្រង់ងាកហើយបើខ្ញុំរុញងាកមកស្ដាំគឺត្រង់ងាកមកស្ដាំសម្រាប់ទៅមុខទៅក្រោយគឺប៊ូតុងមួយនេះអានេះគឺយើងអាចទៅមុខយើងអាចមកក្រោយបានអញ្ចឹងគឺប៊ូតុងនៃការបញ្ជាបែបហ្នឹងហើយនេះគឺបញ្ជាមកខាងឆ្វេងហើយនេះគឺបញ្ជាមកខាងស្ដាំអញ្ចឹងងាយស្រួលទេសម្រាប់ទៅលើការបញ្ជាដ្រូនប្រភេទពូមាន GPS បែបនេះហើយនេះគឺ SJOC បាទតែយើងទៅមើលជាមួយនឹង spec កាមេរ៉ាវាក៏ដូចជាកម្រិតកាមេរ៉ានៅចុងវីដេអូតែម្ដងអានេះខ្ញុំថតដល់គ្នាមើលនេះគឺ18ទេដល់នេះតោះទៅមើលជាមួយនឹងកម្រិតកាមេរ៉ាវាតើច្បាស់ប៉ុណ្ណា Let's go